បងប្អូននេះកន្លែងឆ្នេរខ្សាច់មួយមិនមែនឆ្នេរខ្សាច់របស់សមុទ្រទេណាគឺឆ្នេរខ្សាច់ទន្លេមេគង្គដែលស្ថិតនៅក្នុងស្រុកសេនថូខេត្តកំពង់ចាមគេហៅថាឆ្នេរកោះស្នេហ៍ទេសភាពរបស់វាស្អាតខ្សាច់របស់វាមិនចាញ់ខ្សាច់សមុទ្រទេបងប្អូនស្អាតមែនទែនហើយយើងជន់វាអត់មានបារម្ភរឿងខ្ចៅខ្យងប្រភេទសត្វសមុទ្រតែវាងាប់ឆ្នាច់ខ្សាច់នេះវាស្រួលដើរមែនទែនយើងដើរទៅអត់មុតជើងទេហើយទឹកកូរ៉ាមកល្មមលេងយើងចោះចង្អាយ5ម៉ែត្រ10ម៉ែត្រអីត្រឹមចកេះទេបើមានក្មេងៗអីអាចមកលេងបានណាក្មេងៗមនុស្សធំអីអាចមកលេងបានប៉ុន្តែប្រយ័ត្នប្រយែងតិចពុកម៉ែបងប្អូនយើងគ្រាន់តែប្រយ័ត្នតែប៉ុណ្្នឹងទៅទឹកខែនេះវាអត់សូវជាថ្លាមើលឃើញបាត់ដីទេប្រភេទទឹកដោយសារទឹកវាត្រូវទឹកភ្លៀងខែវស្សាថ្ងៃនេះគឺថ្ងៃទី13ខែ6ឆ្នាំ2026ហើយទេសភាពជុំវិញស្អាតមែនតើនេះពុកម៉ែបងប្អូននេះគ្រាន់តែអត់សូវមានអ្នកស្គាល់កន្លែងហ្នឹងឆ្នេរកោះស្នេហ៍នៅខាងស្រុកសេនថូខេត្តកំពង់ចាមហើយខាងលើនេះមានកញ្ចោះនេះពុកម៉ែបងខ្ញុំស៊ូមទៅឲ្យនេះកញ្ចោះហ្នឹងអត់គិតលុយទេអូខេសំទោសកញ្ចោះខាងលើហ្នឹងគឺយើងអាចទៅលេងបានណាយើងអាចអង្គុយនៅខាងលើបានគ្រាន់តែវាឆ្ងាយពីមាត់ទឹកប៉ុន្តែបើនិយាយពីខ្សាច់វិញគឺខ្សាច់ធំជុំវិញហ្នឹងខែវារៀងទឹកច្រើនផងខ្សាច់វារៀងច្រើនប៉ុន្តែបើខែវារៀងទឹកបន្តិចទៀតអាចខ្សាច់កាន់តែច្រើនអូខេពុកម៉ែបងប្អូនអាចមកលេងបានយើងជិះពីភ្នំពេញមកតាមផ្លូវ 6A មកដល់ស្រុកសេនថូហួសពីសេនថូមកព្រែកដបូកហើយចេញពីព្រែកដបូកមកខាងស្វាយសាច់ភ្នំមកខាងស្វាយសាច់ភ្នំមកខាងហ្នឹងទៅបងប្អូនសួរគេបន្តិចទៅដឹងឲ្យផ្លូវស្រួលទេអរគុណច្រើន